សម្រាប់បងប្អូនដែលមានរោមធ្លាក់ឬក៏រោមដៃរោមជើងរបស់យើងដកវែងៗហើយយើងពិបាកក្នុងការកោរឬមួយក៏ដកឥឡូវបងប្អូនមកមើលពីរបៀបធ្វើស្ករបករោមជើងឬក៏រោមធ្លាក់របស់យើងដោយខ្លួនឯងដោយមិនចំណាយថវិកាសូម្បី100ខ្មែរបងប្អូនគ្រឿងផ្សំរបស់យើងមានស្ករសយើងដាក់ខ្ទះរបស់យើងនៅលើភ្លើងឲ្យក្តៅបន្តិចហើយយើងដាក់ជាមួយនឹងស្ករសរបស់យើងប្រហែលជា3ទៅ4ស្លាបព្រាពេលដែលយើងកូរវាហ្នឹងយើងបើកភ្លើងហឹមតិចតិចបងប្អូនយើងអត់បើកភ្លើងខ្លាំងទេព្រោះកាលណាដែលយើងបើកភ្លើងខ្លាំងពេកបណ្ដាលឲ្យស្កររបស់យើងវាឡើងខ្លោចវាអត់ឡើងតាំងម៉ែល្អហើយពេលដែលយើងកូរស្កររបស់យើងហ្នឹងយើងថែមទឹកស្អាតចំនួន2ទៅ3ស្លាបព្រាកូរវាឲ្យញាប់បន្តិចរួចហើយយើងកូររហូតដល់ទឹកស្កររបស់យើងឡើងក្រហមល្អអញ្ចឹងហើយយើងដាក់ជាមួយនឹងក្រូចឆ្មាចំនួន2ចំណិតចូលទៅក្នុងស្កររបស់យើងកូរវាបន្តិចទៀតបន្ទាប់មកយើងកូររួចហើយយើងដួសដាក់ទឹកត្រជាក់បន្តិចយើងមើលថាស្កររបស់យើងឡើងតាំងម៉ែល្អឬមួយក៏នៅបើស្កររបស់យើងឡើងតាំងម៉ែល្អហើយយើងអាចបិទភ្លើងយើងដួសស្កររបស់យើងដាក់ចូលទៅក្នុងកូនចានមួយទៅហើយពេលដែលយើងកូរហ្នឹងយើងកុំកូរស្កររបស់យើងទុកឲ្យវាកូរខ្លាំងពេកបងប្អូនយើងកូរវារៀងរាវៗល្មមទៅតម្រាំតែស្កររបស់យើងត្រជាក់វារៀងខាប់ល្មមយើងងាយស្រួលក្នុងការលាបតើបងប្អូនឥឡូវមកមើលការសាកល្បងទាំងអស់គ្នាចាំមើលខ្ញុំយកមកសាកល្បងបកនៅលើរោមជើងរបស់ខ្ញុំឲ្យបងប្អូនទាំងអស់គ្នាមើលខ្ញុំយកស្ករដែលយើងបានកូររួចហ្នឹងយកមកលាបនៅលើរោមជើងរបស់ខ្ញុំហើយពេលដែលយើងលាបសពហើយយើងកណាត់មួយដែលស្អាតយកមកបិទពីលើស្កររបស់យើងហើយយើងតប់វាតិចទៅបន្ទាប់មកយើងទុកវារយៈពេល1នាទីហើយបកចេញមកបងប្អូនឃើញថាបានផលពិតទេបងប្អូនគឺរោមជើងរបស់ខ្ញុំប្រហែលជាអស់ហើយបងប្អូនព្រោះការសាកល្បងបកចេញមកនេះបងប្អូនមើលសិតតែរោមជើងរបស់ខ្ញុំនៅជាប់ជាមួយនឹងស្ករទាំងអស់បងប្អូនគឺអត់មានដាច់កណិតកណាត់ទេបកមកឡើងលេងឆាញ់ជើងរបស់យើងលេងស្អាតហើយពេលដែលយើងបកគឺអត់មានការឈឺចាប់អីទាំងអស់បងប្អូនរូបមន្តមួយនេះគឺល្អប្រើខ្លាំងបងប្អូនយើងអត់ចំណាយថវិកាគ្រឿងផ្សំរបស់យើងសុទ្ធតែមាននៅក្នុងផ្ទះបាយរបស់យើងស្រេចហើយយើងប្រើហើយឃើញផលពិតបងប្អូនពេលដែលយើងបករួចហើយគឺរុនរោមរបស់យើងអត់មានបើកចំហធំទេរុនរោមរបស់យើងឡើងម៉ត់ធម្មតា